ខ្មែរយើងចុះខ្សោយខ្មែរយើងបាត់បង់ទឹកដីដោយសារតែខ្មែរយើងបែកបាក់សាមគ្គីតាំងពីបុរាណរហូតដល់ពេលបច្ចុប្បន្នខ្មែរយើងបាត់បង់ទឹកដីដោយសារតែយើងបាត់បង់សាមគ្គីកាលណាបើសិនតែខ្មែរយើងបាត់បង់សាមគ្គីនោះខ្មែរយើងនឹងដុនដាបដូចពីសម័យបុរាណអញ្ចឹងហើយបងប្អូនទាំងអស់គ្នាចង់សង្ឃឹមថាបងប្អូនទាំងអស់គ្នាតស៊ូការពារប្រទេសរបស់យើងកុំអោយចូលសៀមឈ្លានពានបានបន្តទៅទៀតហើយយើងកុំមានគំនិតថាចង់ដោះដូរសន្តិភាពជាមួយនឹងទឹកដីដោះដូរដីយកសន្តិភាពអញ្ចឹងបើសិនជាយើងបាត់បង់ដីថ្ងៃនេះថ្ងៃក្រោយយើងនៅតែបាត់បង់បើអោយវាប៉ាត់បន្លានៅថ្ងៃនេះ10ឆ្នាំក្រោយវានៅតែមកប៉ាត់បន្លាលុះដដែលអញ្ចឹងយើងនៅតែអោយវាដដែលអញ្ចឹងបងប្អូនទាំងអស់គ្នាស៊ូស្លាប់ក៏នៅតែការពារជាតិស៊ូស្លាប់ក៏នៅតែរក្សាទឹកដីស៊ូស្លាប់ដើម្បីប្រទេសស្លាប់ខ្លួនចោះកុំឲ្យស្លាប់ប្រទេសបងប្អូនទាំងអស់គ្នាត្រូវតែសាមគ្គីគ្នាក្រោកឈរជាមួយនឹងអាចោសៀមកុំឲ្យវាឈ្លានពានបន្តទៀតដោយបងប្អូនបានដឹងស្រាប់ហើយអំពីប្រវត្តិសាស្ត្រខ្មែររបស់យើងប្រវត្តិសាស្ត្រខ្មែរយើងក្រោយសម័យអង្គរសតវត្សទី13សតវត្សទី14ខ្មែរយើងបាត់បង់សាមគ្គីដូច្នេះហើយខ្មែរយើងក៏មានការឈ្លានពានពីសៀមហើយនឹងចាមនៅក្នុងឆ្នាំប្រហែលជាខ្ទង់1353សៀមបានវាយយកក្រុងអង្គរជាលើកដំបូងប៉ុន្តែខ្មែរយើងអាចនៅរឿងបំរាស់បានណាបងប្អូនទាំងអស់គ្នាលុះដល់1431ជាព្រឹត្តិការណ៍ដ៏ក្តៅបំផុតដែលធ្វើឲ្យយើងបាត់បង់ក្រុងអង្គរដែលធ្វើឲ្យសៀមបានគ្រប់គ្រងក្រុងអង្គររបស់យើងពេញលេញហើយសៀមបានបំផ្លាញអង្គរដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងឆ្នាំ1431នៅសតវត្សទី15ណាបងប្អូនទាំងអស់គ្នាហើយសៀមនិងវៀតណាមក៏បានមកត្រួតត្រាដីកម្ពុជាជាបន្តបន្ទាប់ហើយសៀមក៏បានយកទឹកដីក្រុងសេរីសុភ័ណ្ឌក្រុងបាត់ដំបងក្រុងបាសាក់អីយកទៅគ្រប់គ្រងណាបងប្អូនទាំងអស់គ្នាប្រវត្តិសាស្ត្រយើងគួរតែឈឺចាប់ហើយសៀមនិងវៀតណាមតែងតែធ្វើជាមេបាយើងរហូតមកឈ្លានពានយើងរហូតមិនមែនមេបាមកធ្វើមេបាឲ្យយើងកក់ក្ដៅទេគឺយើងមកបំពេញមកឈ្លានពានយើងតែម្ដងរឿងសៀមជាមួយនឹងយួននេះបងប្អូនទាំងគ្នាចង់ចាំប្រវត្តិសាស្ត្រខ្មែរយើងឲ្យបានច្បាស់សៀមយកសេរីសុភ័ណ្ឌបាត់ដំបងយកទៅគ្រប់គ្រងយ៉ាងងាយស្រួលដោយសារអីដោយសារតែខ្មែរយើងបាត់បង់សាមគ្គីជ្រែកដណ្ដើមអំណាចគ្នាមិនដែលខ្វល់ខ្វាយពីទឹកដីមិនដែលខ្វល់ខ្វាយអំពីប្រជារាស្ត្រទុកសោកប្រជារាស្ត្រយ៉ាងណាយ៉ាងណីទេបងប្អូនចាកាលណាតែរវល់តែអំណាចរវល់តែបាត់បង់សាមគ្គីធ្វើឲ្យចោលឈ្លានពានគេមើងងាយអញ្ចឹងគេងាយស្រួលនៅក្នុងការឈ្លានពានយើងបន្តទៀតលុះក្រោយមកដោយសារតែការឈ្លានពានរបស់សៀមជាមួយនឹងវៀតណាមខ្លាំងពេកស្ដេចខ្មែរយើងក៏បានទៅឲ្យបារាំងយកបារាំងមកត្រួតត្រាឲ្យបារាំងមកការពារអញ្ចឹងកម្ពុជាក៏បានចូលជាអាណានិគមនិយមបារាំងនៅក្នុងឆ្នាំ1863ណាបងប្អូនទាំងអស់គ្នានេះគឺជាប្រវត្តិសាស្ត្រខ្មែរយើងច្បាស់ដែលយើងគួរតែចងចាំក្រោយមកខ្មែរយើងក៏បានធ្វើសន្ធិសញ្ញាបារាំងសៀមដើម្បីបានដីខ្មែរយើងត្រឡប់មកវិញនៅឆ្នាំ1907ជាខ្មែរយើងគួរតែចងចាំរឿងរ៉ាវទាំងអស់នេះដែលបានបង្ហាញយើងថាការបាត់បង់ដីខ្មែរគឺកើតឡើងជាបន្តបន្ទាប់តាំងពីបុរាណមកហើយដោយសារតែអីគឺដោយសារតែខ្មែរយើងខ្សោយដោយសារតែខ្មែរយើងបាត់បង់ការសាមគ្គីគ្នាហើយសៀមបង្កើតអំណាចរបស់ខ្លួនដើម្បីមកឈ្លានពានខ្មែរបានយ៉ាងងាយស្រួលហើយក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរយើងគឺសៀមបានគ្រប់គ្រងទឹកដីខ្មែរយើងគ្រប់គ្រងក្រុងអង្គររបស់យើងប្រហែលជារយៈពេល15ឆ្នាំបងប្អូនទាំងអស់គ្នាមិនតិចឆ្នាំទេណាបងប្អូនទាំងអស់គ្នា15ឆ្នាំស្ដេចយើងដឹងអស់ប្រមាណព្រះអង្គដឹងរងទុកដឹងពិបាកយ៉ាងម៉េចដោយសារអីដោយសារតែយើងចុះខ្សោយឃើញទេគេគ្រប់គ្រងយើងបានអញ្ចឹងសង្ឃឹមថាចាប់ពីថ្ងៃនេះតទៅយើងនឹងខ្លាំងទាំងអស់គ្នារួមគ្នាកសាងប្រទេសជាតិយើងឲ្យរីកចម្រើនតទៅមុខទៀតបោះចោលស្រាបៀរឈប់សាក់ហនុមានគួរតែសាក់រូបប្រទេសសាក់រូបស្អីទៅវាប្រយោជន៍ជាងសាក់រូបហារ៉ាម៉ានដូចយកស្រាផឹកវាគ្មានបានប្រយោជន៍ស្អីទេបងប្អូនទាំងអស់គ្នាគួរគិតពីប្រទេសរបស់យើងឲ្យបានច្រើនកុំចាំតែគេឈ្លានពានហើយបានយើងយំសោកយើងឈឺចាប់អានោះវាហួសពេលហើយមុននឹងមិនចង់ឲ្យចូលឈ្លានពានលុះត្រាតែយើងខ្លាំងធ្វើម៉េចយើងរៀនស្រាវជ្រាវប្រវត្តិសាស្ត្រស្រាវជ្រាវអាណាជាចអាណាជាមិត្តស្រាវជ្រាវស្វែងយល់មើលឲ្យច្បាស់កុំឲ្យវាធ្វើជាមិត្តខ្លែងបន្លំមិត្តខ្លែងខ្លាយកាលណាតែមិត្តខ្លែងខ្លាយយើងប្រកាសជាអស់ទឹកអស់ដីហើយកាលណាតែយើងខ្សោយយើងបាត់ទឹកបាត់ដីដូចគ្នាយើងខំរៀនយុវជនចំនួនក្រោយគួរតែខិតខំសិក្សារៀនសូត្រឲ្យបានជ្រៅជ្រះកុំឲ្យចូលឈ្លានពានបានយ៉ាងងាយពេកប្រវត្តិសាស្ត្រយើងច្រើនដងហើយវាច្រំដែលដែលធ្វើឲ្យឈ្លានពានឲ្យចូលឈ្លានពានបានយ៉ាងងាយអញ្ចឹងកុំបែកបាក់សាមគ្គីបើចង់ឲ្យយើងខ្លាំងលុះត្រាតែយើងខំរៀនខំសូត្រខំស្រាវជ្រាវឲ្យបានច្រើនណាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងត្រឡប់ទៅកាន់រឿងរ៉ាវដែលសៀមបានគ្រប់គ្រងក្រុងអង្គរយើងវិញអ
ចឹងក្រោយពីរយៈពេល15ឆ្នាំនោះមកស្ដេចខ្មែររបស់យើងក៏បានរើពីទីក្រុងអង្គរទៅកាន់ក្រុងឧដុង្គឬក៏ភ្នំពេញណាបងប្អូនទាំងអស់គ្នាចាក់ទៅមុខបន្ទាប់មកខ្មែរយើងក៏បានបោះបង់ក្រុងអង្គរយើងចោលហើយសេដ្ឋកិច្ចពេលនោះគឺយើងធ្លាក់ដុនដាបខ្លាំងមែនទែនចឹងចោសៀមឈ្លានពានជាមួយនឹងយួនគឺបានបែងចែកហែកដូចខ្លាហែកសាច់ក្របីចឹងហើយបងប្អូនទាំងអស់គ្នាគឺចែកគ្នាស៊ីមិនត្រឹមតែយើងបាត់បង់ទឹកដីទេបងប្អូនរួមទាំងសម្បត្តិវប្បធម៌សិល្បៈអ្វីៗទាំងអស់ប្រជាជនយើងទាំងអស់គឺស្ដេចសៀមចោសៀមនេះវាដឹកជញ្ជូនយកទៅក្រុងអយុធ្យាយកទៅប្រទេសរបស់វាធ្វើជាកម្មសិទ្ធិរបស់វាទាំងអស់អញ្ចឹងខ្មែរយើងបាត់បង់សិល្បៈបាត់បង់វប្បធម៌ឲ្យតាំងពីពេលនោះឯងមកអញ្ចឹងសៀមតាំងពីវាបានគ្រប់គ្រងក្រុងអង្គរយើងមកនាំយកប្រជាជនយើងកេណ្ឌប្រជាជនយើងទៅស្រុកវាទៅក្រុងអយុធ្យានាំយកសិល្បៈយើងទៅស្រុកវាអញ្ចឹងវាបានវប្បធម៌របស់វាតាំងពីពេលនោះឯងមកអញ្ចឹងហើយបានជាសិល្បៈរបស់វាស្តៀងទៅនឹងខ្មែរដោយសារអីគឺវាដឹកពីរបស់ខ្មែរយើងទៅហ្នឹងឯងវាយកទៅអនុវត្តវាធ្វើជារបស់វាតាមពិតវាគ្មានអ្វីទេវាចាំតែទទួលចម្លងពីប្រទេសជិតខាងណាខ្សោយគឺវាលួចយកទៅទាំងអស់វាធ្វើជារបស់វាអញ្ចឹងវាទៅសើវាដែរទៅសើវាដែលប៉ិនលួចឲ្យប៉ិនពង្រីកទឹកដីប៉ិនបង្រៀនប្រជាជនវាឲ្យវៃឆ្លាតឲ្យចេះស្រឡាញ់របស់គេណាបងប្អូនទាំងអស់គ្នាទាំងសិល្បៈទាំងវត្ថុបុរាណស្អីវាប្រមូលយកទៅទាំងអស់ប្រទេសដែលតូចញាប់ខ្លាចជារដ្ឋមួយដ៏ធំ